នាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតរៀបចំសិក្ខាសាលាណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលអប់រំកាយនិងកីឡាដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនរងផលប៉ះពាល់ពីសង្គ្រាមក្នុងខេត្តព្រះវិហារនៅព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026នេះនាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតនៃក្រសួងអប់រំយុវជននិងកីឡាបានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡាដល់លោកគ្រូអ្នកគ្រូកំពុងបង្រៀននៅតាមសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃនៅខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តមពុនសុងអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាសិក្ខាសាលានេះប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពតាកឹងបៃតងឃុំថ្មីស្រុកគូលែនដោយមានការចូលរួមពីលោកបឹងកំតោប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតលោកផុនតុលាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធជាច្រើនរូបទៀតក្នុងឱកាសនោះលោកផុនតុលាបានបញ្ជាក់ឲ្យដឹងថាសិក្ខាសាលាដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅមានរយៈពេល4ថ្ងៃដោយគិតចាប់ពីថ្ងៃទី25ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026និងមានសិក្ខាកាមជាលោកគ្រូអ្នកគ្រូចូលរួមសរុប40នាក់ក្នុងនោះស្ត្រីចំនួន23នាក់ដែលមកពីសាលាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យសរុបចំនួន10សាលានិងការិយាល័យអប់រំយុវជននិងកីឡាស្រុកចំនួន2គោលដៅមានប្រសាសន៍នៃឱកាសនោះឯកឧត្តមពុនសុកបានគូសបញ្ជាក់ថាការផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់សៀវភៅនេះគឺមិនមែនគ្រាន់តែជាការបញ្ជូនឯកសារទៅដល់សាលារៀននោះទេប៉ុន្តែជាដំណើរការកសាងការយល់ដឹងនិងសមត្ថភាពរបស់អ្នកអនុវត្តដើម្បីធានាថាសៀវភៅសិក្សាគោលនឹងត្រូវបានបំលែងទៅជាការអនុវត្តជាក់ស្ដែងនៅក្នុងថ្នាក់រៀននិងទីលានកីឡាឯកឧត្តមបន្តថាសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទដែលក្រសួងអប់រំយុវជននិងកីឡាកំពុងបន្តជំរុញកំណែទម្រង់វិស័យអប់រំនិងលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតសិក្សាដើម្បីកសាងធនធានមនុស្សប្រកបដោយចំណេះដឹងជំនាញសមត្ថភាពសីលធម៌វិន័យនិងសុខភាពល្អស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងបរិបទនៃសតវត្សទី21ទន្ទឹមនេះឯកឧត្តមអគ្គនាយកបានស្នើឲ្យសិក្ខាកាមទាំងអស់បន្ទាប់ពីត្រឡប់ទៅអង្គភាពនិងសាលារៀនរបស់ខ្លួនត្រូវផ្ដោតលើសកម្មភាពជាក់ស្ដែងមួយចំនួនដូចជាផ្សព្វផ្សាយចំណេះដឹងដែលទទួលបានពីសិក្ខាសាលាដល់លោកគ្រូអ្នកគ្រូនិងអ្នកពាក់ព័ន្ធនៅតាមអង្គភាពនិងសាលារបស់ខ្លួនបន្ថែមពីនេះត្រូវយកសៀវភៅសិក្សាគោលទៅប្រើប្រាស់ក្នុងការរៀបចំផែនការបង្រៀននិងការអនុវត្តមេរៀនរៀបចំសកម្មភាពដែលផ្ដោតលើសិស្សនិងធានាការចូលរួមរបស់សិស្សគ្រប់រូបរួមនឹងចែករំលែកបញ្ហាប្រឈមនិងឧត្តមបទអនុវត្តដើម្បីឲ្យក្រសួងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់កែលម្អការអនុវត្តជាបន្តបន្ទាប់